មកដល់សំណួរទី87លោកបានសួរថាកិច្ចជាពីពីក្នុងពិធីសូត្រមន្តពិធីកាត់សក់គួចដៃតូចធ្វើថ្មិញអង្គុយអង្គរៀបតើប្រារព្ធគូបជាមួយគ្នាឬក៏ធ្វើញែកដោយឡែកពីគ្នាបាទអញ្ចឹងនៅក្នុងពិធីមង្គលមានពាក្យថាអាពាហ៍ពិពាហ៍មានន័យថាគឺជាការនាំកូនប្រុសម្កាននៅផ្ទះកូនស្រីនិងនាំកូនស្រីទៅធ្វើពិធីមង្គលនៅឯខាងកូនប្រុសគេហៅថាពិពាហ៍ឬវិវាហ៍អញ្ចឹងពីដើមបានលោកហៅថាអាពាហ៍ពិពាហ៍ដោយសារកិច្ចទាំងអស់ហ្នឹងលោកធ្វើហើយពីខាងកូនស្រីទៅធ្វើខាងកូនប្រុសដោយសារកម្មវិធីមង្គលពីដើមលោកធ្វើមានប្រើរោងការស្លាបាទកូនប្រុសហ្នឹងមិនមែននៅច្បុកច្បល់ជាមួយនឹងកូនស្រីក្នុងទីកន្លែងឬបន្ទប់តុបតែងសម្អាងអីរួមគ្នាដូចបច្ចុប្បន្នទេព្រោះពីដើមលោកប្រកាន់និយាយទៅគឺធានាពីដើមលោកប្រកាន់បើមិនទាន់ដល់ពេលសំពះផ្ទឹមទេគឺលោកមិនអោយប៉ះពាល់គ្នាឬក៏ណែបណិតចិត្តពេកព្រោះលោករក្សាតម្លៃភាពថ្លៃថ្នូររបស់មនុស្សអញ្ចឹងរឿងហ្នឹងវាមានជំរឿច្រើនដូចជារឿងក្នុងប្រវត្តិការស្លាអីក៏មាននិយាយហើយនឹងធានានៃការកិច្ចការទៅបម្រើពុកម្ដាយអីក៏ដូចគ្នាដែរគឺលោក55កន្លែងហ្នឹងគឺតម្លៃពីដើមលោកឲ្យតម្លៃអញ្ចឹងឥឡូវយើងងាកមកលើទីរបស់យើងដែលចាស់ពីដើមលោកធ្វើគឺថារោងការស្លាពេលដែលល្ងាចថ្ងៃចូលរោងហ្នឹងដែលគេនាំកូនប្រុសចូលរោងការស្លាហ្នឹងពីដើមគឺលោកគូសឈ្មោះ3បទប្រាប់ថាកូនប្រុសនាំចូលរោងការស្លាហើយក៏នឹងប្រាប់ម្ដាយឪពុកខាងកូនស្រីនៅដឹងដែរក្នុងថ្ងៃចូលរោងហើយគេនាំនៅរដាប់ផុសភាទាំងអស់ដែលយកមកក្នុងពិធីមង្គលហ្នឹងគេយកទៅសម្ចតនៅពេលល្ងាចនៅឯរោងការស្លានោះឯងគេទុកនៅនោះឯងហើយទៅកម្មវិធីបន្ទាប់មកទៀតគេមានធ្វើពិធីកាត់ការស្លាហ្នឹងគឺ3ត្រោមការស្លាហ្នឹងយកមកដាក់តម្កល់ទុកនៅក្នុងរោងការស្លាហ្នឹងឥឡូវនេះខ្ញុំនឹងនិយាយអំពីទម្រង់ពីដើមនៅក្នុងពិធីទាំងអស់ហ្នឹងដូចជាពិធីកាត់សក់សូត្រមន្តគួចដៃធ្វើថ្មិញអង្គុយអង្គរៀបអញ្ចឹងកាត់សក់ហ្នឹងក៏កាត់ញែកដែរកាត់ញែកគឺកូនប្រុសនៅក្នុងរោងការស្លាគេកាត់សក់កូនប្រុសនៅក្នុងរោងការស្លាហើយរោងការស្លាពីដើមលោកថាធ្វើនៅខាងលិចផ្ទះកូនស្រីព្រោះហេតុអីព្រោះពេលដែលហាយចំនួននោះគឺហាយចេញពីរោងការស្លានឹងឯងមកផ្ទះខាងកូនស្រីគឺហាយពីទិសលិចមកទិសខាងកើតអញ្ចឹងលោកបញ្ជាក់កន្លែងហ្នឹងថាគឺនៅក្នុងរោងការស្លាកាត់សក់នៅក្នុងរោងការស្លាហើយកាត់សក់ពីដើមហ្នឹងគឺលោកដាក់ត្បាល់ដាក់កៅអីដាក់ឈើអីទៅឲ្យតែអង្គុយអាចតែអង្គុយបានហ្នឹងហើយណាភូមិណាមានត្បាល់អង្គុយទៅភូមិណាមានកៅអីក៏អង្គុយកៅអីទៅភូមិណាមានកៅអីក៏អង្គុយតាមចាក់ស្ដែងទៅយើងមិនដឹងថាពីដើមហ្នឹងវាដូចគ្នាយ៉ាងណាខុសគ្នាយ៉ាងណាព្រោះកណ្ដាលលោកបញ្ជាក់ថាអញ្ចឹងតែកាត់សក់ហ្នឹងគឺនឹងកាត់នៅរោងការស្លានឹងឯងអង្គុយលើកៅអីលើត្បាល់ព្រោះកន្លែងហ្នឹងក៏លោកបញ្ជាក់ដែរនៅក្នុងសភៅរបស់ក្បួនអាពាហ៍ពិពាហ៍អ្នកញ៉ាំមហាត្រីយ៉ាងដើមនោះលោកនិយាយថាកូនប្រុសហ្នឹងគេអង្គុយលើត្បាល់ហ្នឹងត្រូវហើយដោយសារគ្នាតាំងពីចូលមកសញ្ចតមកគ្នានៅតែនឹងរោងហ្នឹងអង្គុយតែនឹងផ្ទាល់ហ្នឹងឬក៏មានក្រាលដោយក្តារដោយកម្រាលអីគឺអាហ្នឹងទីទំនៀមឬលទ្ធភាពរបស់អ្នកស្រុកជាន់ដើមយើងកាត់សក់នៅក្នុងរោងការស្លាហើយកូនប្រុសនឹងផងដែរការកាត់សក់នៅក្នុងរោងការស្លាហ្នឹងគឺកាត់ដោយមានជាងមែនយកជាងមកកាត់សម្អាតឲ្យស្អាតជាការបានណាហើយកាត់ហ្នឹងកាត់មិនលោកថាពីដើមហ្នឹងអ្នកដែលការហ្នឹងរវល់ណាមុននឹងការហ្នឹងរវល់កិច្ចការងារសពបែបយ៉ាងអញ្ចឹងគ្នាមិនសូវមានពេលដល់តែពេលកាត់សក់គឺកាត់ឲ្យស្អាតហើយកាត់ហ្នឹងក៏មានម្ដាយមានឪពុកជាអ្នកជួយកាត់ជាគំរូហើយបន្ទាប់មកទៀតជាងហ្នឹងក៏ចូលមកកាត់យកស្អាតតាមបែបនិយមដល់សម័យដើមហ្នឹងដឹងលោកថាសម័យដើមហ្នឹងមានម៉ូដសក់ពីដើមហ្នឹងបែបប្រុសគេកាត់បែបម៉េចក៏គេកាត់ទៅតាមហ្នឹងដូចតែយើងមនុស្សសពថ្ងៃយើងចង់បានម៉ូដម៉េចយើងកាត់យកបែបហ្នឹងចឹងទៅចំណែកឯកូនស្រីគឺកាត់នៅលើផ្ទះហើយកាត់នៅក្នុងល្វែងច័ន្ទហ្នឹងឯងក្នុងបន្ទប់កូនស្រីហ្នឹងកាត់ហ្នឹងគឺកាត់អង្គុយក្រាលកម្រាលអង្គុយលើកន្ទេលលើព្រំហ្នឹងឯងអង្គុយកាត់សក់នៅលើហ្នឹងហើយមានចាស់ទុំនៅកំដរអែបនឹងដែរប៉ុន្តែកាត់ហ្នឹងមិនមែនថាកាត់ឲ្យស្អាតដូចកូនប្រុសទេគេគ្រាន់តែជាតំណាងម្ដាយហ្នឹងមកកាត់3កន្ត្រៃឡូចឹងទៅហើយក៏គោះកំញោមគោះកំតិចចុងសក់ហ្នឹងដាក់កន្ទងទៅហើយកូនប្រុសក៏ដូចគ្នាកាត់ហ្នឹងក៏កាត់យកទៅស្អាតទៅហើយប្រមូលសក់ហ្នឹងដាក់កន្ទងកាត់ហើយគេឲ្យកូនប្រុសហ្នឹងទៅងូតទឹកទៅពាំងស្ទឹងអូបឹងដល់ក្បែរហ្នឹងទៅហ្នឹងហើយរហូតដល់គេធ្វើឲ្យវាមានភាពរស់រវើកនៃសិល្បៈចម្រៀងតន្ត្រីផងទៀតក៏លោកថាមានពីដើមពីជីតម្រៃជីសេះទៅងូតទឹកទៅចឹងបានគេមានបទជីតម្រៃទៅនឹងហើយមានបទទង្វេប្រាក់ចង្វាក់មីសអីចឹងដែរដែលតាក់តម្រៃយកទៅជីទៅងូតទឹកពីជីប្អូនស្រីទៅងូតទឹកចម្រះកាយអីចឹងអាហ្នឹងគឺជាការបំពេញបន្ថែមបន្ថយនៃសិល្បៈតន្ត្រីហើយ
ពេលកាត់សក់រួចរាល់ហើយក៏ងូតសម្អាតកាយយ៉ាត្រឹមត្រូវមកហើយក៏ស្លៀកពាក់ត្រឹមត្រូវមកប្រពៃកម្មវិធីជាបន្តទៀតបាទអញ្ចឹងពីដើមលោកកាត់ញែកបាទតែបច្ចុប្បន្នគឺយើងកាត់រួមមួយហើយជារួមគ្នាហើយមួយទៀតតែតើការគួចដៃដូចគ្នាដែរគួចដៃតូចពីដើមលោកហៅថាគួចដៃតូចឬក៏គួចដៃតូលចងដៃតូលមានន័យថាកូនប្រុសក៏ចងដៃសែននៅឯរោងការស្លាហើយកូនស្រីចងនៅឯលើផ្ទះអញ្ចឹងហើយពេលដែលចាស់ទុំជុំគ្នាក៏លំហាអីហ្នឹងមកចងដៃកូនស្រីមុននៅលើផ្ទះហើយរំដាប់នៃការរៀបខ្សែមានក្បាលជ្រូកថងរោងមជ្ឈហៀងទុកនៅលើមជ្ឈហៀងគេរៀបទៅខាងប្រុសអញ្ចឹងរំដាប់នៃការរៀបនឹងបាយស្ពកសម្លបាយស្ពកនំនេកអែមចំអាបអីមានបាទជ្រូកបានស្ងោអីគឺរៀបជាពីរចំណែកមួយចំណែកគេយកទៅឯរោងការស្លាមួយចំណែករៀបខ្សែនៅឯលើផ្ទះគឺគេសែនចងដៃកូនស្រីរួចរាល់ឲ្យពោឲ្យជ័យហើយក៏មហាស្នាការថាសូមទានជាសូមជម្រាបអលោកបាក់ញាព្រះតកូលរៀបច្បងសូមទានជ្រាបបិទពេលនេះបិទពេលនេះបានសែនចងដៃកូនស្រីរួចរាល់ហើយដូច្នេះសូមគោរពជើញមេបាតូចធំចាស់ទុំទាំងអស់ចូលទៅជួយចងដៃកូនប្រុសនៅឯរោងការស្លាអញ្ចឹងពេលដែលចងដៃនោះគឺមិនន័យថាគួចចងដៃសែនកូនស្រីមុននៅលើផ្ទះហើយទៅចងកូនប្រុសនៅឯក្រោយនៅឯរោងការស្លានោះបាទនេះគឺធ្វើពេលផ្សេងគ្នាតែបើកាត់សក់លោកថាកាត់រួមគ្នានឹងឯងអ្នកក្រោមកាត់ក្រោមទៅអ្នកលើកាត់លើទៅបាទហើយធ្វើថ្មិញទៅនឹងការធ្វើថ្មិញវិញឬអង្គុយអង្គរៀបហ្នឹងគឺមិនន័យថាកិច្ចកម្មវិធីហ្នឹងគឺគេប្រពតែសម្រាប់កូនស្រីទេហ្នឹងហើយអត្តន័យនៃការធ្វើថ្មិញហ្នឹងគឺលោកចង់បញ្ជាក់ពីប្រវត្តិរឿងរ៉ាវនៃការធ្វើថ្មិញកូនស្រីហ្នឹងតាពីដើមដូចថាខ្មែរយើងមានពងសាវតាជាប់ដោយព្រះនាងនាគឬក៏មានពូជពងជានាគអីចឹងទៅលោកថាខ្លាចមានពឹសមានពោអញ្ចឹងលោកធ្វើពិធីហ្នឹងរបៀបដូចរងាប់អានេះគេហៅថាជាទំនៀមឧបកិច្ចណាហ្នឹងហើយរឿងហ្នឹងក៏មានដែរនៅក្នុងពុទ្ធសាសនាមាននាគខ្លះប្រែคลายមកជាមនុស្សហើយចូលទៅបួសក្នុងពុទ្ធសាសនាអីហ្នឹងបាទស្អីទៅថ្មិញដោយសារកូនប្រុសអ្នកបួសពីដើមគេត្រូវធ្វើថ្មិញដោយមានរបស់អីផ្សេងដើម្បីបន្សាបជាតិពឹសជាឧបកិច្ចហ្នឹងគេមានទាំងរបស់លវិញរបស់ចត់របស់ជូអីហ្នឹងជាមកបន្សាបជាតិពឹសហ្នឹងព្រោះហេតុអីព្រោះក្សត្រនាគកាលណាទៅបន្សាបពឹសហើយវាថយអត្តពលវាអាចប្រែកាឡាទៅជាអីបានទេអញ្ចឹងដូចគ្នាដែរគេធ្វើឲ្យអ្នកបួសពីជាន់ដើមហ្នឹងប៉ុន្តែគេបន្សាបជាឧបកិច្ចថាបើសិនបើអ្នកនោះនៅតែជានាគទេពេលដែលត្រូវនឹងឆ្នាំនឹងអស់ទៅវានឹងអត្តពលអីទេវានឹងចេញប្រែកាឡាមកជាធាតុពិតដែរអញ្ចឹងគេធ្វើពីដើមគេធ្វើការពារកូនប្រុសហ្នឹងខ្លាចជាការបន្លំនៃសត្វនាគសត្វអីចឹងមកធ្វើជាមនុស្សឲ្យសម្បួសក្នុងពុទ្ធសាសនាដែលប្រពុតលោកមិនអនុញ្ញាតណានៅរឿងនោះវាវែងឆ្ងាយអញ្ចឹងពីដើមអ្នកបួសដឹងតែធ្វើថ្មិញប៉ុន្តែឥឡូវបានជាពេលខ្លះលោកអាចារ្យធ្វើមួយលោកអាចារ្យធ្វើពីរពេលខ្លះគឺធ្វើពីរដែលមានហេតុផលរបស់លោកដោយធ្វើមួយដោយលោកយល់ថាតាមហេតុបុរាណតែធ្វើពីរអ្នកកូនប្រុសយកមកធ្វើថ្មិញដែរដោយលោកគិតថាមនុស្សបច្ចុប្បន្នអ្នកខ្លះមិនបានបួសផងអញ្ចឹងមិនបានកាលដែលបួសមិនបានធ្វើថ្មិញដែរអញ្ចឹងយកមកធ្វើថ្មិញម្ដងទៀតក៏ល្អដែរហើយការធ្វើថ្មិញអត្តន័យធ្វើថ្មិញនេះគឺដើម្បីបញ្យល់កូនស្រីអំពីអត្តន័យនៃការរួមរស់ជីវិតគូស្វាមីភរិយាទៅមុខនេះនឹងជួបនៅភាពល្វីងជូរចត់ផ្អែមសពបែបយ៉ាងនៅក្នុងជីវិតហ្នឹងឲ្យចេះទទួលស្គាល់យល់ឲ្យដឹងថាផ្អែមនោះវាផ្អែមមិនជូរនោះវាជូរមិនអាចចត់នឹងចត់មិនអញ្ចឹងឲ្យកូនស្រីស្គាល់ពីភាពនៃគេហៅថារសជាតិដែលយើងពិបាកនឹងវាតម្លៃបានជូរចត់ល្វីងនេះហ្នឹងហើយនឹងលោកចង់មកធ្វើបញ្យល់អញ្ចឹងលោកធ្វើតែកូនស្រីហ្នឹងគឺលោកចង់បញ្យល់អញ្ចឹងព្រោះកូនស្រីត្រូវតែឆ្លងកាត់របស់អត់ហ្នឹងក្នុងជីវិតបែបហ្នឹងនៅក្នុងគ្រួសារមនុស្សប្រុសទៅបីតែជួបយ៉ាងណាក៏នៅតែមានការទប់ទល់អត់ត្រង់សង្កត់ចិត្តមិនវេទនាដូចមនុស្សស្រីដែរហើយអង្គុយករៀបនឹងដូចគ្នាដែរក៏គេធ្វើឲ្យកូនស្រីជាអ្នកអង្គុយទេដើម្បីជាប្រផ្នូលរបស់មួយចំនួនក្នុងនឹងដូចជាត្រល់ក្តីឬដូចជាអំបោះក្តីឬក៏ដូចជាអ្វីផ្សេងទៀតក្តីតាមមហាដាក់អាចារ្យដាក់ដែលមានអត្តន័យគេហ្នឹងដើម្បីឲ្យយើងដឹងថាក្នុងដំណើរជីវិតយើងពេលខ្លះពេលដែលយើងលោកប៉ះជួបរបស់អស់ហ្នឹងយើងដឹងហើយថាពេលដែលបានរបស់អស់ហ្នឹងមកវាតំណាងឲ្យអីណាបានមកហ្នឹងគេបញ្យល់អាចារ្យមហាបញ្យល់ក្នុងអត្តន័យហ្នឹងទៅបាទមានបញ្យល់ក្នុងពិធីធ្វើថ្មិញបុកលាក់ពេញលាក់ណាហើយតែទៅក្នុងពិធីធ្វើថ្មិញឬបន្តថ្មិញឬបុកលាក់នេះដែរក្នុងក្បួនដដែលនេះក៏លោកបញ្យល់ដែរលោកធ្វើពិធីធ្វើថ្មិញបុកលាក់អីនេះហើយឲ្យបានចប់សពគ្រប់ហើយបានលោកយកកូនស្រីទៅកាត់កាន់ស្លាដែរលោកបញ្យល់អត្តន័យថាលុះតែបំពេញលាក់ឲ្យកូនស្រីត្រឹមត្រូវហើយកូនស្រីនឹងគឺមានតម្លៃហើយមានតម្លៃពេញលេញជាកូនស្រីត្រឹមត្រូវតាមប្រពៃណីខ្មែរគេយកទៅកាត់តម្លៃខាន់ស្លាហ្នឹងហៅថាដូចជាការលើកកម្ពស់ដែរដូចមនុស្សយើងអញ្ចឹងណាកាលណាបើអត់មានគុណសម្បត្តិមានគុណវត្តអីនៅក្នុងខ្លួនទេវាមិនសូវមានតម្លៃលុះត្រាតែយើងមានគុណសម្បត្តិ
មានចំណេះជំនាញសមត្ថភាពឬក៏ស្ដីល្អដីមួយដែលធ្វើឲ្យគេមើលយើងឃើញថាគួរតែជាមនុស្សដែលដល់នៅការគោរពការឲ្យតម្លៃអញ្ចឹងក្នុងហ្នឹងពិធីហ្នឹងគឺគេធ្វើឲ្យកូនស្រីក៏យ៉ាងដូចឆ្នោះដែរអញ្ចឹងនេះហើយគឺជាអ្វីដែលបុរាណលោកធ្វើគឺខ្ញុំនិយាយខាងដើមនេះគឺជាពិធីដែលលោកធ្វើញែកក្នុងក្បួនបុរាណនេះដដែលពិធីកាត់សក់ញែកពិធីគួចដៃញែកតែពិធីសូត្រមន្តលោកអនុញ្ញាតឲ្យកូនប្រុសឡើងមកស្ដាប់សង្ឃចម្រើនពុទ្ធមន្តនៅក្នុងទីប្រជុំរួមបានប៉ុន្តែលោកឲ្យអង្គុយកន្លែងផ្សេងគ្នាដូចឧទាហរណ៍ថាបន្ទប់កូនស្រីនៅខាងនេះអញ្ចឹងកូនស្រីចេញមកស្ដាប់ប្រសង្ឃនៅខាងមុខបន្ទប់នឹងឯងហៅថាល្វែងច័ន្ទរបស់នាងហើយខាងផ្លូវឡើងចណ្ដើឡើងមកនោះគេឲ្យកូនប្រុសនៅអង្គុយនៅឯល្វែងតាក់ឈ្នៀងនោះមានល្វែងតាក់ឈ្នៀងល្វែងជ័យល្វែងកដាលហើយនឹងល្វែងច័ន្ទនៅខាងមុខបន្ទប់កូនស្រីហើយចាស់ទុំគាត់អង្គុយនៅល្វែងជ័យកូនស្រីនៅល្វែងច័ន្ទកូនប្រុសឡើងមកអង្គុយតាក់ឈ្នៀងឯនោះក្រាបសំពះស្ដាប់ប្រសង្ឃនៅឯនោះឲ្យរួមមែនតែឯនោះឆ្ងាយលោកអត់ឲ្យមកជួបគ្នាគៀកគិតចឹងទេតែងាកមកបច្ចុប្បន្នការឡើងកាត់សក់នេះយើងមកឡើងមកធ្វើរួមពិធីជប់គួចចង់ដៃអាចមានលោកចាខ្លះលំហាខ្លះឬបេបាខ្លះលោកធ្វើពេលខ្លះក៏មិនធ្វើក្នុងការណែនាំរបស់ឯកឧត្តមទេសចារពុកវិធីដែលជាឧទេសចារក្នុងការបណ្ដុះបណ្ដាលវគ្គនិងក៏ជាម្ចាស់ស្នាដៃនៃកម្រងឯកសារពាសម្រាប់មហាខ្មែរកាន់មង្គលការនេះក៏លោកបញ្យល់ដែរថាបើសិនបើលើកកូនឲ្យកូនប្រុសឡើងមកស្ដាប់ប្រសង់រួមគ្នាស្ដាប់ព្រះបរិត្តនេះលោកឲ្យមករួមគ្នាបានប៉ុន្តែលោកឲ្យក្រាលកន្ទេលដាច់ពីគ្នាកូនស្រីអង្គុយខាងស្ដាំកូនប្រុសអង្គុយខាងឆ្វេងហើយឲ្យកូនស្រីនឹងក្រាបសំពះស្ដាប់ប្រសង់សម្រាប់ព្រះបរិត្តនៅខាងស្ដាំដៃកូនប្រុសនៅឆ្វេងហើយលោកឲ្យបន្ថយទីសំពះហ្នឹងណាបានន័យថាឲ្យកូនស្រីនៅខាងមុខបន្តិចកូនប្រុសយើងប្រឆិតបន្ថយគ្នាបន្តិចយើងមើលទៅឲ្យរៀងដូចចំណិតតសក់កុំឲ្យវាស្មើទៅគ្នាពេកនេះបើយើងនៅតែរក្សាក្បួនប៉ុន្តែយកកូនប្រុសមកអង្គុយនៅក្នុងទីកន្លែងស្មើគ្នាហើយកាត់សក់ដូចគ្នាដែរកាត់សក់ក៏លោកបញ្យល់ចឹងដែរលោកថាឲ្យអាចរៀបបញ្ឆិតបន្តិចបន្ថយបន្តិចពីកូនស្រីហើយចំពោះអ្នកកំដរវិញដូចគ្នាអត់ឲ្យអង្គុយកៅអីរៀបមកស្មើមកជួរនេះទេគឺត្រូវបន្ថយឲ្យឆ្ងាយពីកូនកន្លះកូនកំមុំនេះគឺលោករៀបបញ្យល់អញ្ចឹងហើយបច្ចុប្បន្នឃើញថាផ្នែកពិធីការលោករៀបកន្លែងហ្នឹងត្រូវមហាអាចារ្យលោករៀបចំកន្លែងហ្នឹងត្រូវគឺរៀបកៅអីឲ្យដាច់ពីគ្នាទុកតែអ្នកទាំងពីរនៅកណ្ដាលហើយអង្គុយកាត់សក់ហ្នឹងផងដែរកូនស្រីនៅតែអង្គុយស្ដាំដៃដដែលគឺកូនប្រុសនៅអង្គុយខាងឆ្វេងដៃបាទហើយដែលអាចអង្គុយទៅខាងស្ដាំដៃបានកូនប្រុសលុះត្រាតែពេលដែលឡើងទៅសំពះទឹមគឺអង្គុយខាងស្ដាំដៃកូនស្រីហើយកូនស្រីអង្គុយនៅខាងឆ្វេងវិញព្រោះពេលនោះឯងគឺជាពេលដែលមេដាបេដាលោកសង្គមឲ្យខ្លាយទៅជាគូស្វាមីភរិយានឹងលេងមានឈ្មោះថាជាកូនកន្លះកូនកំមុំទៀតហើយទៅជាគូស្វាមីភរិយាថ្មីអ្នកទាំងពីរហ្នឹងអាចហៅគ្នាជាប្តីប្រពន្ធបានព្រោះចាស់ទុំផ្ទឹមបានផ្សំគុំចបដៃនិងផ្ទឹមឲ្យពោជ័យត្រឹមត្រូវហើយបាទអញ្ចឹងនេះគឺជាបែបបទនៃការរៀបចំពិធីរបស់ចាស់ជាន់ដើមនៅក្នុងក្បួនយើងមានបញ្យលអញ្ចឹងហើយអស់លោកអាចព្យាយាមធ្វើទៅនៅក្នុងកិច្ចទាំងអស់ហ្នឹងហើយយើងសង្ឃឹមថាការព្យាយាមរបស់យើងបន្តិចទាំងអស់គ្នានេះទោះបីមិនដូចទាំងស្រុងកន្លែងណាដែលអាចធ្វើបានក៏យើងធ្វើបដាសិនទៅហើយពីគ្រោះយោបល់គ្នារវាងមេដាបេដានិងចាស់ទុំដែលជាសាច់ញាតិទាំងសងខាងនេះជាមួយនឹងលោកអាចារ្យលំហាដើម្បីថាយើងចង់ធ្វើតម្រង់បែបណាតាមដែលអាចយើងធ្វើបានហើយពិសេសបើសិនជាយើងធ្វើបាននៅក្នុងតម្រង់បែបខ្មែរយើងឲ្យតែបានត្រឹមតែ50% ក៏នៅតែក្រន់តែបើបានដល់រហូតដល់60 70 80 90%ក៏នៅតែល្អដែរព្រោះខ្ញុំឃើញថាបច្ចុប្បន្ននៅតែមានចំណុចមួយចំនួនទេដែលវាតិចតួចប៉ុន្តែយើងកែទៅមិនបានដោយសារជាការនិយមហើយនិយមតគ្នាមកហើយហេតុអីបានអញ្ចឹងដោយសារពីមុនអ្វីមិនទាន់រីកចម្រើនហើយមិនទាន់មានការប្រមូលចងក្រងស្រាវជ្រាវក្បួននឹងឲ្យមកជាការអនុវត្តរួមអញ្ចឹងធ្វើអ្វីតាមទម្លាប់ដែលចេះចាំពីគ្រូចេះពីមកតពីគ្រូពីដូនពីតាមកអញ្ចឹងវាទៅអ្វីនោះទម្លាប់បាក់ផ្នត់50 60 70ឆ្នាំអត់ទៅហើយហើយឯកសាររបស់អ្នកអញ្ញាមហាមត្រីញឹកនៅនេះលោកបោះពុំនៅពុទ្ធសករាជ 2508 គ្រិស្តសករាជ 1965 បាទអញ្ចឹងឥឡូវមកដល់ឥឡូវវាចូលប្រហែលចូល60 ឆ្នាំដែរហើយស្នាដៃគាត់ធ្វើប៉ុន្តែគាត់ថាសភៅនេះយើងទំតែវាយមកថ្មីទៀតបាទបោះពុំមកថ្មីទៀតប៉ុន្តែក្បួនវានៅក្នុងនឹងទាំងអស់គ្រាន់តែអក្សរនោះគឺបានន័យថាគេទៅសេមកបែបថ្មីលើកឡើងពីក្បួនទាំងអស់ហ្នឹងអញ្ចឹងវាចូលដល់ប៉ុណ្្នឹងហើយបើសិនបើអ្វីត្រូវបានអនុវត្តហើយគឺយើងអត់បានគិតថានឹងចង់ធ្វើការរក្សាអភិរក្សឬចំណុចណាដែលយើងគួរអាចធ្វើបានយើងធ្វើទេអាហ្នឹងគឺ
và bạn hơi tụi bay từประมาณ ឆ្នាំ ទៅទៀតក៏ប្របាក់នឹងកែប្រែដែរព្រោះអ្វីមែនទៅលោកការទៅជាទម្លាប់ពាក្យបារាណលោកថាអញ្ចេះថាទម្លាប់ធំជាងច្បាប់តែបើរៀនត្រាប់កំត្រាប់ខ្លៅត្រាប់ប្រាជ្ញអាចប្រដៅបើស្ដីកូនចៅស្ដីឲ្យស្មោះបាននេះពាក្យបុរាណអញ្ចឹងនេះជាការលើកឡើងមកដើម្បីជាកតេអប់រំពិចារណាទាំងអស់គ្នាទេព្រោះអ្វីជាសិទ្ធិជាសេរីភាពលទ្ធភាពកន្លែងដែលអាចដឹកនាំបានអញ្ចឹងកន្លែងណាយើងអាចថាបើកែបានតម្រង់ទិសបានតម្រូវបានរួមគ្នាក៏នឹងរឹតតែល្អព្រោះកាលណាបើយើងធ្វើឲ្យរបស់យើងឃ្លៀកឆ្ងាយទៅវាបាត់ពីក្បួនយើងគេរកអ្វីដែលយើងធ្វើបច្ចុប្បន្ននោះអត់មាននៅក្នុងក្បួនហ្នឹងគេហើយទៅមើលឃើញនៅបណ្ដាប្រទេសជិតខាងនៅប្រទេសគេអាហ្នឹងគឺគិតថាយើងចម្លងពីគេពួកខ្មែរយើងមានតែកម្មវិធីមួយចំនួនសប្តាហ៍ថ្ងៃយើងចម្លងគេនៅក្នុងពិធីមង្គលការហ្នឹងមានចម្លងគេឲ្យការអត់ចេញទេនៅតែមានហើយយូរទៅថាចឹងហើយបើវាចឹងហើយវាទៅចឹងហើយបានពីដើមលោកចងដោយក្បួនអង្គញាមហាមតៃញឹកនៅនេះដូចគ្នាដែរលោកសរសេរនៅក្នុងសភៅហ្នឹងថាឪពុកលោកចេះក្បួនហ្នឹងចង់ក្រងសរសេរក្បួនហ្នឹងប៉ុន្តែលោកអត់យកចិត្តទុកដាក់ដោយសារអាងថាឪពុកលោករៀបចំធ្វើក្បួនហ្នឹងហើយសង្ឃឹមថានឹងការដឹកនាំរបស់អ្នកដែលកាន់កម្មវិធីនឹងលោកនឹងដឹកនាំតាមទំនៀមទម្លាប់ប៉ុន្តែក្រោយពីឪពុកលោកស្លាប់ទៅហើយលោកមើលឃើញពីវិបត្តិនៅក្នុងការដឹកនាំពិធីមង្គលលឿងហ្នឹងព្រោះក្នុងនេះលោកសរសេរពីមានទម្រង់បែបក្សត្រនិងទម្រង់បែបប្រជារាស្ត្រដល់ពេលយើងធ្វើជន់ដោននោះវាមានទៅជាច្បោកច្បល់យើងជារាស្ត្រប៉ុន្តែធ្វើបែបទម្រង់ក្សត្រនឹងវាទៅជាចែកគ្នាអត់ដាច់ទីវាហាក់ដូចជាអំណាចស្មើគ្នាពេកពិធីមង្គលសិទ្ធិសេរីស្មើគ្នារាស្ត្រនិងស្ដេចស្មើគ្នាអត់ត្រូវអញ្ចឹងលោកក៏ភ្ញាក់ខ្លួនឡើងថាលោកត្រូវតែសរសេរក្បួនច្បាប់នឹងឡើងមកវិញឲ្យបានត្រឹមត្រូវកុំឲ្យច្បោកច្បល់ច្រឡំដល់តែសរសេរមកក្នុងក្បួនហ្នឹងក៏មានការអនុវត្តជាតមកជាក្រោយមកនឹងលោកបោះឆ្នាំ1965ហើយក្បួនហ្នឹងមានមែនប៉ុន្តែយើងគិតមើលវិបត្តិស្រុកទេសយើងកាលពីរបបបលាយពូជសាសខ្ទេចខ្ទីអស់ក្បួនច្បាប់ទំនៀមទម្លាប់ប្រពៃណីអញ្ចឹងទៅអ្នកអត់ធ្វើមហាទៅអាចារ្យអត់ប៉ះចំក្បួនហ្នឹងហើយធ្វើតាមគ្នាបើថាតាមគ្រូដែលគាត់ចេះនៅក្នុងក្បួនហ្នឹងអត់អីទេត្រូវក្បួនអត់អីដល់ពេលចេះអាចខ្លះដឹងចេះពីមកតពីគ្រូមើលតាមអំណាមតាមទម្លាប់គ្នាមកហើយស្រាវជ្រាវខ្លះហើយនឹងផ្អែកទៅលើទស្សនវិជ្ជាស្រុកទេសភូមិឋានមូលដ្ឋានដែលរស់នៅទាំងទៅក៏ធ្វើបញ្ចេញបញ្ចូលបន្ថែមបន្ថយខ្លះគឺទៅជាឃ្លាតចឹងរហូតដល់យើងឃើញទេរហូតដល់យើងទៅតែមានវិបត្តិមួយសារទៀតនៅឆ្នាំ2009 2008 2009ហ្នឹងមកទើបមានការប្រមូលនៅអ្នកចេះដឹងផ្នែកក្បួនច្បាប់ដែលនៅសេសសល់ពីសម័យ3ឆ្នាំហ្នឹងមកចងក្រងក្បួនប្រមូលក្បួនទាំងអស់ដែលមានក្បួនជាគោលនោះគឺក្បួននេះជាគោលនេះហើយនឹងក្បួនច្បាប់ផ្សេងមានសត្រាសរសេរដៃមានសរសេរតាមសភៅតាមក្រដាសរបស់គ្រូអាចារ្យគ្រប់បណ្ដាខេត្តទាំងអស់នោះយកមកចងក្រងគ្នាកើតទូផ្ដុំឡើងបានមកជាឯកសារថ្មីសម្រាប់បណ្ដុះបណ្ដាលហើយឯកសារហ្នឹងគឺមានដូចជាទម្រង់បែបបទអាចារ្យកាន់ពលាមង្គលការខ្មែរហ្នឹងរបស់ឯកឧត្តមពុកវន្ធីហ្នឹងហើយដែលខ្ញុំលើកឡើងយកមកធ្វើជាឯកសាររួមហ្នឹងក្តីក៏ដូចជាកម្រងអទេសសាចារសម្រាប់ជំនួយស្មារតីអាចារ្យនីហ្នឹងគឺសភៅហ្នឹងក្រាស់ហើយមានទាំងអស់ទំនៀមទម្លាប់ប្រពៃណីខ្មែរវប្បធម៌យើងដាក់ចូលក្នុងហ្នឹងអញ្ចឹងទើបបានបង្កើតឯកសារថ្មីនោះមកហើយនឹងមានវគ្គបណ្ដុះបណ្ដាលតាំងពីឆ្នាំ2009 2010មករហូតដល់ឥឡូវហ្នឹងក្នុងមួយឆ្នាំ2វគ្គហ្នឹងបានកើតមកជាឯកសារសម្រាប់តម្រង់ទិសនេះដូចជាខ្ញុំលើកឡើងពីតម្រងសំណួរនេះបាទគឺការបណ្ដុះបណ្ដាលហ្នឹងមានសំណួររបស់សខាការចូលរួមអញ្ចឹងឯកឧត្តមគ្រូឧទ្ទេសទាំងអស់ហ្នឹងប្រមូលនៅសំណួរទាំងអស់ហ្នឹងយកមកស្រាវជ្រាវឯកសារទាំងអស់មកឆ្លើយនៅក្នុងហ្នឹងដែលមាននៅក្នុងសភៅនេះក៏មានក្នុងសភៅរបស់ឧត្តមប្រៃជាចាពិនឬក៏អរិយធម៌ខ្មែរឬក៏ក្នុងវចនានុក្រមរបស់សម្ដេចអីទាំងអស់ហ្នឹងគឺដាក់បញ្ចូលយកមកឆ្លើយនៅក្នុងរាល់សំណួរដែលសខាការចូលរៀននៅក្នុងវគ្គនីមួយៗឥឡូវមកដល់ឆ្នាំ2026នេះវគ្គបណ្ដុះបណ្ដាលនេះចូលដូចជាដល់ចង់វគ្គទី50ហើយដឹង59 50ហើយដឹងហើយឃើញតែច្រើនណាស់ហើយនៅតែមានការបណ្ដុះបណ្ដាលប៉ុន្តែឃើញថានៅតែមានការឃ្លៀងឃ្លាតនឹងមិនទាន់បានមើលទៅថាជាលក្ខណៈរួមនៅឡើយដែរទេបើថាទៅបានរៀនសូត្រនេះប៉ុន្តែយកមកអនុវត្តដោយដែលលោកបានដឹងហើយថាអាស្រ័យទៅលើតាម
ពេលវេលាតាមតំបន់តាមទម្លាប់អាហ្នឹងគឺជាការថ្លឹងថ្លែងពិចារណាទៀតថាតើយើងនឹងគួរស្រឡាញ់បើអាចអភិរក្សបានគួរតែអភិរក្សរក្សាធ្វើឲ្យវាល្អបើល្អយើងធ្វើល្អបានហើយព្រោះសពថ្ងៃវាសម្បូរសម្ភារៈសម្បូររបស់ស្អាតទំនើបប៉ុន្តែយើងនៅតែតន់ថាធ្វើឲ្យត្រូវឬមិនត្រូវប៉ុណ្្នឹងទេបាទអញ្ចឹងអានេះសំខាន់ជាថ្មីម្ដងទៀតខ្ញុំនៅតែលើកឡើងដដែលថាមានអីល្អជាងការចូលរួមរបស់មេដាបេដាពុកម្ដាយនឹងទេបើសិនបើលោកចង់បានបែបតម្រង់របស់យើងមិនមែនតែឲ្យដូចបរាណទាំងស្រុងទេប៉ុន្តែកន្លែងណាដែលយើងអាចកាត់បានយើងកាត់ព្រោះឥឡូវយើងកាត់ហើយតាយើងកាត់មកដូចជាអីកាត់សក់រួមនៅចម្រើនព្រះបរិត្តរួមហ្នឹងហើយនៅមានកន្លែងដែលអាចធ្វើលៀងគ្នាខ្លះដូចជាក្រុងបាលីគឺក្រុងបាលីក្បួនបុរាណលោកធ្វើតែកូនប្រុសហើយកាត់កាន់ស្លាលោកធ្វើតែកូនស្រីទេអញ្ចឹងកន្លែងហ្នឹងនេះជាក្បួនបុរាណតែបច្ចុប្បន្នមានអាចថាធ្វើក្រុងបាលីមានកូនប្រុសតែមួយក៏មានកន្លែងខ្លះធ្វើមានដល់កូនស្រីក៏មានកាត់កាន់ស្លានៅតែមានធ្វើកូនស្រីតែមួយតាមក្បួនបុរាណក៏មានហើយធ្វើតាមពីរនាពេលបច្ចុប្បន្ននេះក៏មានដែរហ្នឹងគឺអាស្រ័យថាអាស្រ័យលើលោកមេបានិយាយទៅគឺអាស្រ័យលោកមេបាសិនបើលោកថាលោកចង់ធ្វើឲ្យមានពីរគឺត្រូវតែពីរហើយតែបើលោកថាធ្វើមួយតាមក្បួនលោកមហាចុះអាហ្នឹងគឺនឹងតែមួយហើយបាទនេះគឺជាអ្វីដែលយើងឃើញទស្សនវិជ្ជាជាក់ស្ដែងយើងមិនថាជាខុសយ៉ាងណាយ៉ាងត្រូវយ៉ាងណាទេការវិវត្តបែបបត់នៃពេលវេលាក៏វាទៅតាមហ្នឹងហើយនឹងអស់លោកមានសេចក្តីស្រឡាញ់ទៅលើទៅនឹងត្រឡប់ទៅនៃបណ្ណាក៏ពេលយើងធ្វើគឺយើងនឹងអនុវត្តតាមអ្វីដែលយើងចង់បានហ្នឹងហើយបាទខ្ញុំសូមបញ្ចប់វីដេអូត្រឹមតែប៉ុណ្ណេះ